តម្លៃហាងឆេងមាសបានកើនឡើងទៅបំបែកតម្លៃខ្ពស់ចាស់$4000នៅក្នុងមួយអោនហើយនៅបន្តឡើងទៀតរហូតដល់$4059នៅក្នុងមួយអោនប៉ុន្តែការពីល្ងាចនេះបងប្អូនទាំងគ្នាបន្ទាប់អំពីការថ្លែងសន្ទរកថារបស់បុគ្គលិកធនាគារកណ្ដាលយើងឃើញថាតម្លៃហាងឆេងមាសបានទម្លាក់ខ្លួនចុះវិញបន្តិចបងប្អូនទាំងគ្នាក៏ប៉ុន្តែថ្ងៃនេះគឺជាទំនោរមួយដែលអាចឲ្យបងប្អូនទាំងគ្នារងចាំធ្វើការបាយបានបងប្អូនទាំងគ្នាបាទចឹងថ្ងៃនេះគឺជាថ្ងៃទី9ខែ10ឆ្នាំ2025តម្លៃហាងឆេងមាសនៅក្នុងទីផ្សារអន្តរជាតិគេកំពុងតែធ្វើការទិញលក់នៅក្នុងតម្លៃ$4013នៅក្នុងមួយអោនឬក៏ស្មើនឹង$4834នៅក្នុងមួយតម្លឹងនៃទីផ្សារប្រទេសកម្ពុជាបើសិនជាយើងគិតត្រឹមម៉ោង9:30នាទីព្រឹកនេះគិតជាគីឡូគឺស្មើនឹង$129,947នៅក្នុង1គីឡូផងដែរបងប្អូនទាំងគ្នាមាសនៅតែមានឱកាសសម្រាប់ការទិញដដែលបងប្អូនទាំងគ្នាបងប្អូនរងចាំវាទម្លាក់ខ្លួនបន្តិចទៀតបងប្អូនធ្វើការទិញសម្រាប់បងប្អូនដែលទិញលក់មាសគីឡូបាទបងប្អូនដែលទិញលក់មាសនៅលើឧបករណ៍នេសាទក៏ដូចគ្នាដែរមាសកាន់តែទម្លាក់ខ្លួនឱកាសយើងទិញគឺកាន់តែខ្លាំងណាស់បងប្អូនទាំងគ្នាបាទអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការទស្សនាវីដេអូ